ជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញសង្គមទាំងឡាយដែលបានទស្សនាคลิปវីដេអូនេះខ្ញុំធ្វើឡើងចង់បង្ហាញពីវត្តមួយដែលនៅក្នុងតំបន់ដាច់ស្រយាលនៅក្នុងស្រុកសម្បូរខេត្តកញ្ចេះឃុំបឹងចាបាទនៅទីនេះគេហៅថាភូមិកំពង់ក្បឿងបាទទីនេះមានវត្តមួយដែលអត្តខិតអត់មានលោកដោយសារតែជីវភាពប្រជាពលរដ្ឋទុនទាបម្ល៉េះហើយនាំឲ្យលោកសង្ឃនឹងខ្វះចង្ហាន់អញ្ចឹងទៅឥឡូវនេះអត់មានលោកទេអញ្ចឹងបើសិនជាបងប្អូនទស្សនិកជនសប្បុរសធម៌ពុទ្ធបរិស័ទមានចំណាប់អារម្មណ៍ចង់ធ្វើបុណ្យជាមួយវត្តនេះបាទសូមមកមើលផ្ទាល់ឬក៏តាក់ទងអ្នកនៅរស់នៅក្នុងភូមិនេះបាទនេះវត្តនេះគេដាក់ឈ្មោះដើមហៅថាវត្តជើងខែលបាទប៉ុន្តែបច្ចុប្បន្ននៅក្នុងភូមិកំពង់ក្បឿងនេះវត្តសុវណ្ណរាមជើងខែលភូមិកំពង់ក្បឿងឃុំបឹងចាស្រុកសម្បូរខេត្តក្រចេះបាទហ្នឹងហើយអត្តខិតណាស់អត់មានព្រះសង្ឃទេព្រះសង្ឃអត់មានចង្ហាន់ម្ល៉េះហើយក៏លែងមានព្រះសង្ឃគង់នៅហើយបាទនេះគឺជាកុដិប៉ុន្តែគ្មានលោកគង់ទេហើយខាងនេះព្រះវិហារបាទព្រះវិហារតែធ្វើបានប៉ុណ្ណេះទេបាទបានប៉ុណ្ណឹងមានតែព្រះពុទ្ធរូបមួយអង្គហ្នឹងពីរអង្គហ្នឹងជួយឲ្យបានរីកចម្រើនទាំងអស់គ្នានេះនៅក្នុងពហិយក្នុងពហិយមានស្មៅដុះឡើយនេះលោកព្រះពុទ្ធមាកនេះមានប៉ុណ្ណឹងបាទហើយមានពុទ្ធបរិស័ទសប្បុរសជនអីចង់ជួយឧបត្ថម្ភអីមកអាចឧបត្ថម្ភនៅភូមិកំពង់ក្បឿងឃុំបឹងចាបាទ